សួស្តីបងប្អូនធ្វើដំណើរបន្តបន្តិចទៀតក្រុមយើងក៏បានមកដល់កន្លែងឈប់បន្ទប់សម្រាប់ថ្ងៃនេះហើយនៅចំពោះមុខគឺជានឹងសួនទុរេនដ៏ស្រស់ស្អាតមួយឥឡូវនេះសូមបងប្អូនទៅជាមួយក្រុម BMFA ដើម្បីចូលទៅមើលស្ថានភាពជាក់ស្ដែងនិងជែកជាមួយម្ចាស់សួនទាំងអស់គ្នាបងប្អូនឲ្យក្រុមយើងកំពុងដើរជាមួយម្ចាស់សួនដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងក្នុងសួនទាំងដើរទាំងស្ដាប់ការចែករំលែកពីម្ចាស់សួននិងបានរៀនសូត្របទពិសោធន៍ល្អបន្ថែមទៀតបច្ចុប្បន្នក្រុមយើងកំពុងត្រួតពិនិត្យនិងផ្ដល់ការគាំទ្រជាមួយម្ចាស់សួនដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងនៅក្នុងសួនដោយផ្ទាល់បច្ចុប្បន្នក្រុមយើងកំពុងត្រួតពិនិត្យនិងផ្ដល់ការគាំទ្រជាមួយម្ចាស់សួនដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងនៅក្នុងសួនដោយផ្ទាល់បងប្អូនឲ្យដោយសារមានសារធាតុចិញ្ចឹមច្រើនពេកទើបធ្វើឲ្យផ្លែខ្លះបែកខូចខ្លាំងបច្ចុប្បន្នសួនដំណាំមានផ្លែច្រើនហើយម្ចាស់សួនកំពុងព្រួយបារម្ភថាបើស្រោចទឹកច្រើនពេកអាចធ្វើឲ្យផ្លែខូចបានដូចជាផ្លែបែកត្រង់ដើមផ្លែនិងផ្លែបែកសម្បកបច្ចុប្បន្នបងម្ចាស់សួនកំពុងស្ថិតក្នុងដំណាក់កាលប្រមូលផលផ្លែដូច្នេះខាងយើងនឹងជួយគាំទ្រការស្ដារឡើងវិញក្រោយប្រមូលផលនិងបន្តជួយបច្ចេកទេសជាមួយបងសម្រាប់រដូវក្រោយទៀតបើបងប្អូនត្រូវការពិគ្រោះយោបល់បច្ចេកទេសអំពីដំណាំសូមកុំស្ទាក់ស្ទើរតាក់ទងមកតាម Telegram ដែលបង្ហាញនៅលើអេក្រង់របស់យើងអរគុណនិងលាហើយបងប្អូន